Ok, so sẽ đây bọn ở khía nàyคือvideo OTP និយាយពីការ login ចូល Google account នៅពេលដែលយើងភ្ជាប់ជាមួយនឹង app authenticator ហើយអញ្ចឹងយើងចូល login ធម្មតាមកចូល Google បន្តមកចូលមកកន្លែងនេះដដែលហើយយើងយកពាក្យថា add another account តទៅយើងយក add another account ហើយយើងយក Google អញ្ចឹងកន្លែងនេះត្រូវ scan ចឹងបន្តមកទៀតយើងវាយឈ្មោះ email យើងព្រោះយើងចង់ login ហើយយើងយក next តមកទៀតវាយ password ចឹង password គ្រូ save ហើយអត់ចាំបាច់វាយទេចឹងពេលដែលយើងភ្ជាប់ជាមួយនឹង app ហើយគឺវាចេញមកបែបនេះចឹងដើម្បីយើងយកលេខកូដនឹងបានគឺយើងត្រូវ Google ទៅយកពី Google Authenticator នេះចឹងយើងបិទអានឹងសិនមកយើងមកចូលកម្មវិធី Authenticator នេះហើយយើងចុចលើនឹងឲ្យជាប់មកនេះគឺវា copy ហើយចឹងបន្ទាប់ពីយើង copy ហើយយើងចូលមកកន្លែងនេះដដែលហើយបន្តមកទៀតយើងអាចចូលកន្លែងដែលយើងពង login នេះហើយបន្តមកទៀតយើងវាយលេខកូដនឹងចូលមកហើយយើងយកពាក្យថា verify នឹងអញ្ចឹងប៉ុណ្ណឹងមកអូខេជាការស្រេចអរគុណច្រើន